តោះជ្រាបសួរដល់បងប្អូនទី11ម្ដងទៀតឥឡូវយើងមកកែដល់លំហាត់ទី32ហើយតោះចុះលំហាត់ទី32យើងមើលប្រធានទាំងអស់គ្នាគេថាម៉េចគេថាពីល្អិត alpha មួយហ្នឹងគឺអេឡយ៉ូម2បូកមានម៉ាស់វាប៉ុណ្ណឹង 6.8 ក្តៅស្គរ17ហើយវាមានចលនាស្ទុះស្មើចឹងអានេះចលនាស្ទុះស្មើនិយាយយ៉ាងខ្លីវាជាចលនាដែលភិច្រើនដល់នេះឃើញគេសន្មតថាលបឿនដើមវាស្មើ0ឥឡូវយកឧទាហរណ៍ថាដល់ពេលយើងជិះម៉ូតូអាពួកសង់ណាចឹងដល់ពេលដែលម៉ូតូមានលេខអញ្ចឹងនៅពេលដែលយើងកាច់សោហើយពេលយើងមុននឹងវាទៅមុខយើងមិនជន់លេខសិនត្រូវអត់អញ្ចឹងនៅពេលដែលយើងមូហ្គេឃើញវាកញ្ឆក់អាដបងហ្នឹងអត់អញ្ចឹងវាចេញពីចលនាស្ទុះអញ្ចឹងស្ទុះដបងហ្នឹងគឺវានៅស្ងៀមអញ្ចឹងគេតែងតែសន្មតថាដើមហ្នឹងគឺស្ងៀមហើយបើវាស្ទុះទៅលបឿនណាមួយអញ្ចឹងពីច្រើនហ្មងគេតែងតែសន្មតពេលទី1វាស្មើ0នៅចន្លោះប្រទេសស្រប2នៅក្រោមតង់ខ្យងវាគឺ 9000 វ៉ុលចំពោះសំណួរកគេឲ្យយើងគណនាកំណដែលផលិតផ្លាស់ទីហើយនឹងបរាមរស់តាមប៉ូស៊ីនតិចនៅចន្លោះប្រទេសទាំងពីរចឹងគេរក W និងរក data K បរាមរស់តាមប៉ូស៊ីនតិចតែຂະຫນាតរបស់គេឲ្យយើងគិតជា electron volt ហើយហ្នឹង1 electron volt គឺស្មើ 1.6 ក្តាប់ដក19បាទទៅពេលខគេឲ្យយើងរកលបឿនស្រាច់ដែលផលិតហ្នឹងចេញផុតប្រទេសអញ្ចឹងបងប្អូនអាចសម័យមើលមួយទៅឥឡូវខ្ញុំគូប្រទេសឲ្យមើលមួយខាងស្ដាំនេះចុះយ៉ាងនេះខ្ញុំចាត់ទុកដូចជាប្រទេស A អញ្ចឹងទៅខ្ញុំចាត់ទុកអានេះដូចជាប្រទេស B យើងដឹងហើយថាដែនចន្លោះប្រទេសស្របពីរនេះជាដែនអីឯកសន្តានខ្ញុំគូឲ្យស្មើគ្នាមកទៅមកយ៉ាអត់ស្មើគ្នាអត់ត្រង់បាទអញ្ចឹងអានេះគឺប្រទេស B អញ្ចឹងវានឹងចេញពីប្រទេស A នេះស្ទុះទៅកាន់ប្រទេស B អញ្ចឹងលបឿនដើមរបស់វាគឺស្មើ0មកដល់ឥឡូវនេះខ្ញុំតាំងវាជា V2 ចុះបាទដល់ប្រទេស B ហើយចម្ងាយពី A ទៅ B ហ្នឹងខ្ញុំតាំងវាជា D ចុះយើងដឹងណាដែនចន្លោះប្រទេសស្របពីរជាដែនឯកសន្តានអញ្ចឹងសំណួរខគេរកលបឿនស្រាច់ថាតើ V នេះស្មើប្រហែលអញ្ចឹងបើយើងអានមកត្រួសមិញយើងឃើញថាគេឲ្យតែអីគេឲ្យតែម៉ាស់ហើយនឹងអីបាទតង់ខ្យងហ្នឹងចុះតើបន្ទុកគិសនីវាស្មើអីបើយើងរំលឹកទៅលើរូបមន្តរបស់យើងដូចជាអ្នកនរគ្នាដឹងហើយថាកំមន់របស់យើងកំមន់នៃដានគិសនីគឺស្មើនឹងរូបមន្តវាតម្លៃដែលខាត់គុយD ហើយ D នេះយើងអាចជំនួសដោយ V ព្រោះដែនឯកសន្តានណារូបមន្តវាស្មើ V លើ D អញ្ចឹងបោះ V ទៅស្មើ D អញ្ចឹងយើងអាចជំនួសវាដោយគុយ V បានអញ្ចឹង V យើងដឹងប៉ុន្តែយើងអត់ដឹងអីអត់ដឹងគុយហ្នឹងអញ្ចឹងកន្លែងគុយនេះបងប្អូនវិភាគតែកន្លែងនេះមិនតិចទេនេះយើងមើលលើភីឡតវាអ៊ីយ៉ុងវា2បូកអញ្ចឹងខ្ញុំសុំសរសេរនៅខាងលើនេះបន្តិចចំពោះកន្លែងហ្នឹងឧបមាថាបើសិនជាខ្ញុំសេខាងក្រៅចុះគេសរសេរថាទង់ដែង2បូកអញ្ចឹងពេលហ្នឹងគឺអ្នកនរគ្នាអាចទាញគុយរបស់ទង់ដែង2បូកហ្នឹងគឺស្មើនឹងបូក2នេះអីបូក2នេះដែលគឺយើងហៅថាបន្ទុកដំបូងឬក៏បន្ទុកធម្មជាតិតម្លៃវាគឺថេទេ 1.6 គុណ10ដល់19គូឡុំហើយចុះបើគេសរសេរអេឡយ៉ូម2បូកវាដូចគ្នាអញ្ចឹងមានថាអេឡយ៉ូម2បូកកន្លែងហ្នឹងពេលដែលគេទីបានបន្ទុករបស់វាគឺស្មើនឹងបូក2ដូចគ្នាដែរចុះបើគេសរសេរលំហាត់ហ្នឹងគេឲ្យខ្លដកអញ្ចឹងបងប្អូនទីបានគុយកន្លែងហ្នឹងគឺស្មើដកចាប់តោះណានេះយើងបាទចឹងសង្ឃឹមថាបងប្អូនមិនទាន់ទេហ្នឹងមកអញ្ចឹងយើងបានប៉ុណ្ណឹងហើយយើងចាប់ដើមដោះស្រាយបានហើយព្រោះយើងដឹងបន្ទុកវាបាត់ហើយហ្នឹងអញ្ចឹងយើងមើលទៅចំពោះកំមន់យើងដឹងហើយរូបមួយវាគឺស្មើនឹងគុយ V តែនៅក្នុងហ្នឹងនេះអេឡយ៉ូម2បូកយើងទីបានគុយវាស្មើបូក2ហើយបើយើងមិនស្មើ 1.6 កណ្ដក19មកខ្ញុំប្រាប់អញ្ចឹងយើងបានប៉ុណ្្នេះទេនេះតោះមកយើងអាចជួលវាទៅតង់ខ្យងបើយើងស្មើ 9000 យើងជួសលេខធម្មតាទៅអានេះខ្ញុំចេះកាសូដែរអញ្ចឹងយើងទូទាត់វាបានប៉ុណ្្នេះຂະຫນាតវាគិតជាហ្ស៊ូលយើងកណនីដំបងគិតជាហ្ស៊ូលហ្នឹងប៉ុន្តែសួរថាលំហាត់យើងគេឲ្យគិតជាអីគិតជា electron volt អញ្ចឹងគិតជា electron volt យើងដឹងថា1 electron volt វាស្មើប៉ុណ្នេះអញ្ចឹងយើងឃើញថា1 electron volt វាធំជាងហ្ស៊ូលអញ្ចឹងបើយើងមានហ្ស៊ូលយើងចង់បែកទៅ electron volt យើងដឹងហើយបែកពីទូចទៅធំយើងធ្វើម៉ាំទីអីនេះយើងចែកបាទអញ្ចឹងយើងគ្រាន់តែយកតម្លៃដែលយើងរកឃើញនេះទៅចែកនឹងប៉ុណ្នេះទៅយើងនឹងឃើញຂະຫນាតវាចេញជា electron volt ហើយអញ្ចឹងក្រោយការកណនីខ្ញុំឃើញប្រហែលជា18 គុណ 10 ស្គុណ 3អានេះចាំជួយទូទាត់បញ្ជាក់ផងណាបាទហើយចំពោះ data K វាជា tempo synthetic យើងដឹងហើយថា tempo synthetic ជា tempo ដែលអាស្រ័យនឹងអីនឹងលបឿនក៏ប៉ុន្តែដោយសារតែយើងអត់ដឹងលបឿនហ្នឹងលបឿនដើមវាយើងសន្មតតែស្មើ0មិញលបឿនស្រេចយើងកំពុងតែរកទៀតអញ្ចឹងវាមានទ្រឹស្ដីបត្តិមួយដែលយើងគួរដឹងដែរគឺទ្រឹស្ដីបត្តិកមណ្ឌនឹងធម្មពលដែលកមណ្ឌនឹងធម្មពលគឺ W ស្មើ data K ក៏ប៉ុន្តែស្មើតមួយទៀតគឺស្មើដក data អុយតែដោយសារតែវាអត់ពាក់ព័ន្ធយើងមិនបាច់សរសេរដល់ក៏បានដែរអញ្ចឹងបើ data W ស្មើ data K ខ្ញុំអាចសរសេរថា data K ស្មើ W បានអត់បាន A ស្មើ B ស្មើ A បានអត់បានដូចគ្នាហ្នឹងអញ្ចឹងនាំមកឡើយនេះខ្ញុំទីបាន data K ស្មើ W តែម្ដងអញ្ចឹងវាស្មើជាស៊ូផងក៏ជា electron volt ផងប៉ុន្តែយើងចាំអាក្រោយបាទអញ្ចឹងខ្ញុំអាចដាក់ដូចនេះទៅចប់ហើយលំហាត់យើងទី32ឡើយហ្នឹងប៉ុណ្ណឹងរីឯសំណួរខរបស់យើងគឺធម្មតាទេសំណួរខគឺរកលបឿនស្រាច់បាទអញ្ចឹងគឺគេរក weather ដែលយើងតាំងមិញហ្នឹងឯង
ចឹងយើងទាញតាម data ការទៅ data ការស្មើការ2ដកការ1ដែលការរបស់យើងតាម percentage มันស្មើ1លើ2 m 3ការ៉េចឹងបើការ2 1លើ2 m 3 2ការ៉េទៅបាទបែបនេះហើយ v1 ក៏ដូចគ្នាដែរតែដោយសារតែចលនាប្រភេទល្អិតយើងជាចលនាស្ទុះអញ្ចឹងមានថាយើងសន្មត់យកល្បឿនដើមវាស្មើ0ហើយអញ្ចឹងបើល្បឿនដើមស្មើ0យើងមើលមើលអានេះ0គុណនឹង m 0គុណនឹងកន្លះចេញ0អញ្ចឹងមួយប៉ែកនេះគឺ0បាទហើយអញ្ចឹងវានៅសល់តែអីវានៅសល់តែ1លើ2 m 2ការ៉េរួចបន្ទាប់មកយើងធ្វើការបោះរក v2 ទៅយើងបានរើសឲ្យនេះយើងរើស2 data ការលើ m យើងជួសលេខមកឃើញចម្លើយប៉ុន្តែអីដែលយើងគួរ notice ឡើងនឹងមួយគឺយើងគួរតែយកធម្មពលវាគិតជា joule អត់យកជា electron volt យកមកគណនាណាព្រោះនៅក្នុង joule វាមានຂະຫນាតមានគីឡូក្រាមនៅក្នុងហ្នឹងអញ្ចឹងបានវាសម្រួលមួយម៉ាស់ដាច់តោះណាយើងបាទអញ្ចឹងជួសលេខមកធម្មតាទៅ m របស់យើងនៅខាងលើស្មើប៉ុណ្ណឹង 6/8 ដល់ 27 គីឡូក្រាមហើយអា data ការគិតជា joule ស្មើប៉ុណ្ណេះអញ្ចឹងយើងជួសលេខមកប្រហែលជា 9.28 ចុចណាបាទ 9.28 ក៏10សកុន5ម៉ែត្រក្នុងវិនាទីអញ្ចឹងចម្លើយយើងមានប៉ុណ្ណឹងអូខេតោះអញ្ចឹងវីដេអូយើងមានប៉ុណ្ណឹងអរគុណច្រើនដល់អ្នកដែលបានទស្សនា